បាទអនុញ្ញាតគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនបាទនេះបងប្អូនថ្ងៃនេះបានរបស់ពិសេសទៅនឹងឲ្យជាងកម្លាំងឲ្យរួចពុកម៉ែបងប្អូនបាទនេះគឺជាត្បូងថ្មរបស់ខ្មែរយើងនៅខេត្តព្រះវិហារខ្លះសៀមរាបខ្លះលាយគ្នាពុកម៉ែបងប្អូនមានតាំងពីត្បូងថ្ម agate ហើយនឹងឬក៏គេហៅថាថ្មកយ៉ាវណាពុកម៉ែបងប្អូនត្បូងថ្ម agate ហើយនឹង fossil ឈើបាទ fossil ឈើមាន fossil ត្រាំងមាន fossil ក្រញូងបាទនៅក្នុងនឹងមានទាំងគុជកាឌីបាទហ្នឹងហើយបងប្អូននេះបងប្អូនចឹងហេតុតែស្រឡាញ់ក៏ឲ្យជាងកម្លាំងឲ្យ108គ្រាប់មួយខ្សែបាទពីថ្មដែលខ្ញុំដើររើបានហ្នឹងឯងបងប្អូនបាទហើយសម្រាប់ថ្ម agate បងប្អូនត្បូងថ្ម agate គឺកាត់ឡើងខ្ញុំសិក្សាស្រាវជ្រាវទៅគឺកាត់ឡើងអំពីបំផ្ទុះភ្នំភ្លើងបងប្អូនបាទអញ្ចឹងត្បូងថ្ម agate គឺកាត់ឡើងអំពីការផ្ទុះភ្នំភ្លើងបាទនេះបងប្អូនជាមួយខ្ញុំបង្ហាញណាវាជាលក្ខណៈដូចនេះបាទដាក់កុំព្យូទ័រជាប់ copyright អត់ទេនេះបាទនេះបងប្អូននេះអញ្ចឹងត្បូងថ្ម agate នៅក្នុងភាសាអង់គ្លេសគេដាក់ថា the life of agate អញ្ចឹងមកន័យថាការវិវត្តឬក៏ជីវិតរបស់ថ្ម agate នេះណាបងប្អូនថ្មកមួនកយ៉ាវនេះថ្មកយ៉ាវចេះបងប្អូនបាទអញ្ចឹងការវិវត្តដំបូងបំផុតហ្នឹងគឺនេះបងប្អូននេះមានបំផ្ទុះភ្នំភ្លើងបាទនេះភ្នំភ្លើងផ្ទុះមកក៏ចេញជាកំអែលមកក៏មានទឹកដក់បាទក៏មានទឹកដក់មកក៏រាប់រយពាន់លានឆ្នាំទៅក៏វិវត្តមកដូចនេះណាបងប្អូនបាទនេះបងប្អូនមើលសញ្ញាព្រួយទៅរូបគេមានស្រេចបាទខ្ញុំយកមកពី Google អញ្ចឹងអាហ្នឹងគឺជាការវិវត្តនៃថ្ម agate ណាបងប្អូនបាទនេះបងប្អូននេះអាយុកាលរបស់វាគេមកនេះបន្តិចបាទនេះបងប្អូននេះអាយុកាលរបស់ថ្ម agate ណាបាទនៅពេលដែលថ្ម agate នេះកើតឡើងគឺគេ estimate បានន័យថាគេសន្និដ្ឋានថាអាយុរបស់ថ្ម agate នេះគឺចន្លោះពី410លានឆ្នាំបាទអាយុរបស់ថ្ម agate ណាបងប្អូនបាទ410លានឆ្នាំអញ្ចឹងបានคล้ายទៅជានេះបងប្អូននេះបានคล้ายទៅជាប្រភេទថ្មហ្នឹងឯងបាទនឹងហៅថ្ម agate នៅស្រុកយើងសម្បូរជាងគេដែលខ្ញុំតែងទៅរើបានគឺនៅខាងខេត្តព្រះវិហារបាទនៅសៀមរាបក៏មានខ្លះដែរបងប្អូនហើយនៅខេត្តផ្សេងខ្ញុំអត់ដឹងដែរព្រោះខ្ញុំអត់ដែលបានធ្លាប់ដើរបាទហើយសម្រាប់អាយុរបស់ឈើបងប្អូនឧទាហរណ៍ថាជានេះបងប្អូន fossil គញូងចេះណា fossil គញូងចេះចាអាយុរបស់ fossil ឈើនេះបងប្អូនអញ្ចឹងបងប្អូនឃើញទេឆ្ងាយពេកបាទបងប្អូននេះអាយុរបស់ fossil ឈើគឺអាចនឹងបង្កទៅជា fossil បានណាឈើបងប្អូនអាចបង្កទៅជា fossil បានគឺមានអាយុកាលចន្លោះពី50ទៅ500 million ឆ្នាំអញ្ចឹងបានន័យថាពី50លានទៅ500លានឆ្នាំបាទអញ្ចឹងសម្រាប់ឈើខ្លះក៏អាចប្រហែលពី5000ទៅ10000ឆ្នាំក៏មានដែរបងប្អូនអញ្ចឹងឈើវាអាស្រ័យទៅលើប្រភេទនៃឈើដែរបងប្អូនហើយនឹងការដែលឈើនឹងក៏ដួលរលំទៅប៉ះតំបន់ដែលមានជាតិរ៉ែជាតិអីបងប្អូនអានឹងអាចកើតទៅបានបើសិនត្រឹមតែកន្លែងដីខ្សាច់អីធម្មតាទេបងប្អូនអញ្ចឹងលលួយទៅតាមដីអស់ហើយបងប្អូនបាទអញ្ចឹងចែកម្លែកបងប្អូនបាទពាក់ព័ន្ធនឹងថ្ម agate អញ្ចឹងនេះគឺជាថ្ម agate ដែលខ្ញុំរកបានបងប្អូនហើយក៏ឲ្យជាងកន្លងនេះអស់ឈ្នួលគេចូលតូចចេះ
គេយកខ្ញុំតែមួយគ្រាប់តូចមួយគ្រាប់1រៀលធំមួយគ្រាប់6000បាទហើយក៏ធំធំចេះមានមួយគ្រាប់ខ្លះមួយគ្រាប់5រៀលមានគ្រាប់ខ្លះមួយគ្រាប់3រៀលបាទអញ្ចឹងបងប្អូនហេតុតែស្រឡាញ់អញ្ចឹងថ្ងៃនេះក៏ធ្វើការបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាលេងកំសាន្តពាក់ព័ន្ធនឹងថ្មអាហ្គេតនៅក្នុងខេត្តព្រះវិហារយើងបាទនៅក្នុងស្រុកខ្មែរយើងបងប្អូនបាទនេះបងប្អូននេះកាយ៉ៅគឺកាយ៉ៅចែកបាទនេះគេថ្មកាយ៉ៅបាទកាយ៉ៅអញ្ចឹងទៅហើយថ្មខ្លះក៏កាយ៉ៅនិយាយទៅកាយ៉ៅប្រភេទផ្សេងគ្នាបងប្អូនបាទថ្មខ្លះទៅក៏កាយ៉ៅស្អាតទៅខ្លះក៏កាយ៉ៅរៀងមិនសូវស្អាតទៅអានឹងវាអាស្រ័យទៅលើការចាប់ផ្ដើមនៅពេលដែលមានបំទុះភ្លើងមកដក់ទឹកយ៉ាងម៉េចក៏បាត់បែនទៅតាមនោះបងប្អូនបាទណែបងប្អូនចឹងនេះមានតែប៉ុណ្្នឹងទេបងប្អូនចែករំលែកទៅដល់បងប្អូនទស្សនាលេងកំសាន្តបាទអំពីថ្មអាហ្គេតឬក៏ថ្មក្រយៅស្រុកយើងបាទអរគុណច្រើនបងប្អូនបាទជម្រាបលាបាទ